សូមបងប្អូនទាំងអស់គ្នានៅក្នុងពេលនេះមិនមានអ្នកចាញ់ទេគឺយើងឈ្មោះទាំងអស់គ្នាចាសូមសម្លេងបានខ្លាំងៗទាំងអស់គ្នាសាទរសង្គ្រាមឆ្នាំថ្មីសម្ដេចធិបតីអាដាមលោកជំទាវភ្ញៀវក្រយុទាំងអស់ជាទីគោរពនិងជាទីមេត្រីផែនជាបន្តគឺជាផែនទេវតាឆ្នាំថ្មីព្រះនាងគោរិកៈទេវីដែលជាបុត្រីទី2នៃកបិលមហាព្រហ្មដែលនឹងជាមុខអភិបាលថែរក្សាក្រុងកម្ពុជានៅក្នុងឆ្នាំម្សាញ់សព្វស័កពុទ្ធសករាជ2568ពុទ្ធសករាជ2569គ្រិស្តសករាជ2025តាមរយៈការបង្ហាញជូនខេត្តដំបូងដែលជាផែនទេវតាឆ្នាំថ្មីចាក្បួននាំមុខដែលកំពុងតែបង្ហាញជូនមុខសម្ដេចគណៈធិបតីនិងអង្គពិធីទាំងមូលក៏ដូចជាបងប្អូនជាទេសចរជាតិនិងអន្តរជាតិបងប្អូនមហាជនខ្មែរបានតាមដានទស្សនានៅពេលនេះគឺជាក្បួនចារួមរបស់ផ្លិតដែលសម្ដែងដោយចាសិល្បករសិល្បករនេះដ៏ស្រស់ស្អាតរបស់យើងមុខផែនទេវតាជាបន្តគឺជារបាំទេពមនោរម្យដែលសម្ដែងជូនដល់សិស្សនិស្សិតមកពីសាកលវិទ្យាល័យជាតិគ្រប់គ្រងផែនជាបន្តគឺជាផែនទេវតាឆ្នាំថ្មីព្រះនាងគោរិកៈទេវីដែលជាបុត្រីទី2កបិលមហាព្រហ្មដែលនឹងជាមុខអភិបាលក្រុងកម្ពុជានៅក្នុងឆ្នាំម្សាញ់សព្វស័កពុទ្ធសករាជ2568ឈានចូលពុទ្ធសករាជ2569គ្រិស្តសករាជ2025យើងខ្ញុំទាំងអស់គ្នាជាប្រជាពលរដ្ឋសូមបួងសួងដល់ទេវតាឆ្នាំថ្មីសូមប្រោះព្រំនៅពរសព្វសាធុការសិរីមង្គលជូនដល់ថ្នាក់ដឹកនាំកម្ពុជានៃប្រជាណាចក្រកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃប្រជាណាចក្រកម្ពុជានិងជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងសម្ដេចអតីតប្រធានាធិបតីប៊ុនរ៉ានីហ៊ុនសែនសូមគោរពជូនពរសម្ដេចមហារដ្ឋសភាទីការធិបតីខួនសូដារីប្រធានរដ្ឋសភានៃប្រជាណាចក្រកម្ពុជានិងសូមបួងសួងជូនពរជ័យដល់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតបច្ចឹមនីព្រមទាំងក្រុមគ្រួសារក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសនិងក្រៅប្រទេសសូមមានតែសេចក្តីសុខសន្តិភាពនិងការអភិវឌ្ឍក្បួនទេវតាឆ្នាំថ្មីក៏បានរំលងផុតទៅបន្តទៀតជាមួយនឹងការបង្ហាញនៅក្បួនដែលជាការសម្ដែងដ៏ពិសេសចាគឺផែនចាគឺយើងកំពុងតែធ្វើការបង្ហាញជូនចំពោះមុខគណៈអធិបតីចាគឺសម្រាប់ចាវគ្គទី2គឺឧត្តមមរតកដែលជាផែនដំបូងគឺបង្ហាញអំពីស្បែកធំដែលជាការសម្ដែងនៅចាឈុតឆាកល្ខោនស្បែកធំដែលមានជាមួយនឹងការបង្ហាញជូនដោយក្រុមសិល្បករសិល្បករនេះដែលមកពីចា ផ្ដល់ស្នូលទៅដៃសាទរល្ខោនខោលកម្ពុជាសូមអរគុណដល់សិល្បករនេះដែលបានបង្ហាញជូនជាមួយនឹងឈុតឆាកដ៏អស្ចារ្យ
ទាំងការសម្ដែងចាដ៏ចម្រុះគ្នានៅក្នុងពេលនេះផងដែរ ជាបន្តគឺជាការសម្ដែងពីនាដការីរបស់អប្សរានៃសាលាមជ្ឈមវិចិត្រសិល្បៈ ដែលបានរស់នៅក្នុងប្រទេសកម្ពុជាចាដែលបានរស់ក្នុងក្រៅប្រលប់នៃសុខសន្តិភាពនិងអបអរសាទរជាមួយនឹងប្រទេសកម្ពុជាដែលមានសុខសន្តិភាពនិងការអភិវឌ្ឍ សូមពុកម៉ែបងប្អូនទាំងអស់គ្នាបន្តកំសាន្តសប្បាយជាមួយនឹងការសម្ដែងជូននៅរបាំប្រជាប្រិយបើទោះបីជាមានគ្នាយ៉ាងណាប៉ុន្តែយើងនៅតែចូលរួមសាទរអង្គរសង្ក្រាន្តជាមហាគ្រួសារខ្មែរសូមបងប្អូនមហាជនទាំងអស់រួមលេងក្រោមដំណក់ភ្លៀងទាំងអស់គ្នាយើងនៅតែបន្តកម្មវិធី យើងខ្ញុំទាំងអស់គ្នាសូមសាទរអង្គរសង្ក្រាន្តឆ្នាំថ្មីឆ្នាំ 2025 សូមប្រសិទ្ធពរជ័យជូនដល់ថ្នាក់ដឹកនាំកម្ពុជានៃប្រជាជាតិកម្ពុជា ជាមួយយើងខ្ញុំទាំងអស់គ្នាគឺតែបន្តកម្មវិធីញ៉ាំ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 សង្ក្រាន្តសង្ក្រាន្តសង្ក្រាន្តញ៉ាំញ៉ាំសាទរ សាវរីនៃការចងចាំដ៏ល្អមួយដែលប្រជាពលរដ្ឋអាចមានឱកាសឆ្លងឆ្នាំថ្មីជាមួយនឹងថ្នាក់ដឹកនាំរបស់យើងសូមគោរពជូនពរដំណើរនិវត្តន៍ត្រឡប់គេឋានសម្ដេចមហាបវរសម្រាហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាជាតិកម្ពុជាសូមមានសេចក្តីសុខសុវត្ថិភាពសូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់សាទរសង្ក្រាន្តឆ្នាំថ្មីទាំងអស់គ្នា បងប្អូនទាំងអស់ជាទីគោរពនិងជាទីមេត្រីជាមួយនឹងព្រឹត្តិការណ៍នៃពិធីដង្ហែក្បួនអង្គរសង្ក្រាន្តថ្ងៃទី 1 បានបញ្ចប់ប្រកបដោយភាពត្រជាក់ត្រជុំសូមសម្លេងហួយខ្លាំងៗទាំងអស់គ្នាចាត្រជាក់អត់បងប្អូនចាសប្បាយអត់ចាសូមសម្លេងសាទរទាំងអស់គ្នាចាអរគុណខ្លាំងណាស់នេះគឺជាទស្សនវិជ្ជា Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ những video hấp dẫn
ด้วยคอนเท